សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងនឹងមកយល់អំពី shortcut key មួយចំនួនដែលយើងប្រើនៅលើ Microsoft Excel តោះអញ្ចឹងដើម្បីចូលទៅកាន់ការយល់អំពីការប្រើប្រាស់នៅ shortcut key មានដូចជា Control C នេះថាសម្រាប់ចម្លង copy អញ្ចឹងយើងមានតន័យមក CCCC អញ្ចឹងហើយយើងចង់ copy វាយកមកដាក់នៅក្នុង cell ណាមួយទៀតអញ្ចឹងយើងចុចលើ key control ជាមួយនឹងអក្សរ C នោះវាលោកសញ្ញាអញ្ចឹងហើយយើងយកវាទៅបិទភ្ជាប់នៅកន្លែងណាដែលយើងចង់ដាក់ទៅហើយ control V នេះ control V សម្រាប់ហៅការអ្វីដែលបានថតចម្លងឬកាត់នេះមកផាសអញ្ចឹងថានេះសម្រាប់ចម្លងអញ្ចឹងអានេះសម្រាប់ហៅការចម្លងនោះមកបិទភ្ជាប់វិញនេះអញ្ចឹងយើង control V មកបបហើយនេះវាលោកអក្សរ C នឹងមកហើយ CCC នឹងមកហើយដើម្បីងាយស្រួលយើងចូលវាយតែថា control C ដើម្បី copy control V ដើម្បីចម្លងមកផាសវាវិញផាសនេះវាផាសនឹងមានថាបិទភ្ជាប់យើងចង់បិទភ្ជាប់នៅកន្លែងណាក៏បាន control V មកឃើញអត់បិទភ្ជាប់ប្រហែលកន្លះក៏បាន control V មកទាំងអស់ហើយណាអូខេនេះខ្ញុំលុបវិញ control C control V control A ដើម្បី select ឬក៏ច្រោះទាំងអស់ឧបមាថាកន្លែងនេះខ្ញុំមានតន័យឈ្មោះកន្លែងនេះខ្ញុំមានតន័យឈ្មោះមានតន័យឈ្មោះអញ្ចឹងទៅយើង control A មក control A មកទាំងអស់វា select ទាំងអស់មានថាវា select យកទាំងអស់តែម្ដងតមកទៀត control សញ្ញាបូកហើយនឹងសញ្ញាស្មើសម្រាប់ដាក់ប្រមាណវិធីបូក insert a sum formula កន្លែងហ្នឹងមានន័យថាម៉េចឧបមាថាយើងមានលេខកន្លែងហ្នឹងយើងថាធម្មតាយើងបូកលេខអីត្រូវអត់អញ្ចឹងឧបមាថាយកលេខស្រួលចុះ2បូកនឹង2ហើយនឹងខាងនេះមានលេខ2ទៀតហើយយើងចង់ឲ្យវាចេញនេះចេញតម្លៃស្មើ4ត្រូវអត់ស្មើ4កន្លែងនេះព្រោះវាបូកចូលគ្នាអញ្ចឹងយើង select លើវាចេញមកនេះហើយតើយើងយកពាក្យ control សញ្ញាបូកcontrol សញ្ញាបូកអី control បូកជាមួយនឹងសញ្ញាស្មើ control ស្មើចាំផ្លែនេះអូខេកន្លែងនេះគឺយើងមិនមែន control ទេគឺយើងត្រូវចុច alt ជាមួយនឹងសញ្ញាស្មើអញ្ចឹងឧបមាថាឥឡូវយើងចុចយើងត្រូវ select លើតន័យដែលយើងចង់បូកសិនយើងចង់បូកតន័យដែល2ហ្នឹងអញ្ចឹងយើងចុច alt ជាមួយសញ្ញាស្មើវានឹង load នេះឃើញទេ sum range ហ្នឹងអញ្ចឹង alt បូកសញ្ញាស្មើមានថាយើងបូកតន័យហើយតមកទៀតមាន shortcut អីគេ control ជាមួយ set control មួយ set មានថាសម្រាប់សកម្មភាពត្រឡប់ក្រោយយើងចង់ឧបមាយើងចុចដល់សញ្ញាបូកឬអីយើងចង់ឲ្យវាថយក្រោយវិញអញ្ចឹងយើងកុំតន់ឲ្យបូកអញ្ចឹងយើងថយក្រោយវិញយើងចុច control ជាមួយនឹងអក្សរ set មកវាថយក្រោយទៅវិញអញ្ចឹងដល់ពេល control ជាមួយនឹងអក្សរ y យើងឲ្យវាទៅមុខវិញ control ជាមួយអក្សរ y វាចេញមកបូកអញ្ចឹងវិញដែរឃើញអត់ហើយគេ control S ដូចជាខ្ញុំប្រាប់នៅវីដេអូមុនហើយពាក់ព័ន្ធមួយ find and replace នេះ control S វានឹងចេញទាំង pop-up មួយគឺពាក់ព័ន្ធមួយ find ឃើញអត់ដល់ពេល control X ពាក់ព័ន្ធមួយ replace នេះឥឡូវយើងខ្វាយយើង control X មកឃើញទេ replace ពាក់ព័ន្ធមួយ control N គឺការបើកលើ select កិច្ចការថ្មីដើម្បីឧបមាថាយើងមានតន័យអញ្ចឹងហើយយើងចង់បានកិច្ចការថ្មីចូល file មិនចូល new អញ្ចឹងឯងតែឥឡូវយើងចង់ចូលអញ្ចឹងឯងគឺយើងចង់ដូចឆកន្លែងហ្នឹងហើយយើង control N ហ្មង control N វានឹងបើកមក select កិច្ចការថ្មីមួយទៀតឃើញទេនេះគឺ select កិច្ចការថ្មីមួយទៀតដោយប្រើ shortcut key control N ឥឡូវយើងបិទមកនេះ control O មានថាបើក select កិច្ចការមួយទៀតមានបើក select កិច្ចការមួយទៀតទេមានថាបើកសភៅកិច្ចការដែលយើងធ្លាប់មានដូចជានេះ file open ហើយយើងចូលទៅរកដែលដូចជា start salary អីចឹងដែលយើងធ្លាប់មាន file ហ្នឹងរួចហើយដើម្បីងាយស្រួលតាម shortcut ហ្នឹងយើង control O មកវានឹងលុបផ្ទាំងមួយមកហើយ control អក្សរ O ឃើញទេវានឹងចូលមកដល់កាន់ហ្នឹងតែតាពាក់ព័ន្ធមួយ control P មានថា print យើង print នៅ select កិច្ចការងារប៉ុណ្ណឹងឥឡូវឧបមាថាយើងធ្វើការងារប៉ុណ្ណឹងរួចហើយចប់ហើយអញ្ចឹងយើងចង់ print ចេញមក control P មកវានឹងទៅដល់ print ហើយឃើញទេវាមាន select កិច្ចការយើងប៉ុណ្ណឹងយើងវាយប៉ុណ្ណាវាចេញប៉ុណ្ណឹងហើយពាក់ព័ន្ធមួយ control P control S ហ្នឹងគឺពាក់ព័ន្ធមួយ save ឯកសារដែលយើងជាធម្មតាយើងចូលទៅ file តមកយើងអត់មកក្រោមមកមិនពាក្យ save អីឃើញអត់អញ្ចឹងយើងចុច save control S ហ្នឹងមកមានថា save អី control S ហ្នឹងនៅពេលដែល file ហ្នឹងអត់ដែលធ្លាប់ save សោះអានេះពាក់ព័ន្ធមួយ save as ទៀតណាអញ្ចឹងខ្ញុំបញ្យល់ម្ដងទៀតពាក់ព័ន្ធមួយ save as ហ្នឹងទោះបីយើងចុច save ក៏ដោយ save as ក៏ដោយបើសិនជា save as មានថា save
ថ្មីដើម្បីបដូរឈ្មោះដើម្បីដាក់ឈ្មោះឲ្យវាហើយនឹងដាក់ទីតាំងឲ្យវាបើសិនជា save ទៅទេមានន័យថា save បន្តទៅទៀតឧបមាថា file ហ្នឹងយើងមានស្រាប់រួចហើយយើងបើកមកប្រើប្រាស់ហើយយើងចង់រក្សាទុកបន្តទៀតដោយឈ្មោះនឹងតែទីតាំងតែអញ្ចឹងមានន័យថា save ទៅទេដូចអានេះមូលហេតុអីបានជាវាលោតផ្ទាំងឲ្យយើងកែឈ្មោះកែអីដោយសារអីដោយសារតែយើងឯកសារស្លឹកកិច្ចការហ្នឹងយើងអត់ទាន់បាន save វា save as វាម្ដងទេអញ្ចឹងកាលណាថាយើងអត់ទាន់ save as វាម្ដងទេទោះបីយើងចុច save ក៏វាទាញទៅ save as ដែរដើម្បីឲ្យយើងដាក់ឈ្មោះឲ្យស្លឹកកិច្ចការហ្នឹងអូខេតាពាក់ព័ន្ធមួយ control លេខ9សម្រាប់លាក់ជួរដេកហើយនឹង control លេខ0សម្រាប់លាក់ជួរឆឥឡូវយើងចង់លាក់ជួរដេកលេខម៉ានលេខ4អញ្ចឹងយើង control លេខ9មកលេខ9